តាអ៊ំរូបសំណាក់មីតបសងបែមុខទៅរកច្រកព្រំដែនអានសេះស្រែកឲ្យកូនខ្មែរចងចាំទុកយោធាថៃបានយកគ្រឿងចាក់ចូលមកឈូសឆាយកំទេចរូបសំណាក់តាអ៊ំដែលសង់ឡើងនៅរង្វង់មូលច្រកអានសេះស្ថិតនៅក្នុងភូមិអានសេះឃុំជួមសានស្រុកជួមសានខេត្តព្រះវិហារហេតុអ្វីយោធាថៃស្អប់លោកតាអ៊ំម្លេះតើប្រវត្តិរូបសំណាក់លោកតាអ៊ំមានអ្វីពីពាន់គំនុំអតីតកាលរវាងខ្មែរនិងសៀមព្រះតេគុណសឿនសុភាបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ំគឺជាមាតុបខ្មែរដោយខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដោយអង្គអាចជាង 2000 នាក់ទៅទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាសពសម្រាប់សិនទប់សេះទប់ស្រួចបើតាមវិជ្ជាណានុក្រមសម្ដេចជួនណាតអានសេះមានន័យថាកែបសេះឲ្យសពសម្រាប់ចំនួន3ថ្ងៃដើម្បីរៀបចំក្បួនវាលុកទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្នចាប់ពីពេលមកនោះច្រកទ្វារទីនោះបានជួបឈ្មោះមកជាច្រកទ្វារអានសេះដែលជាច្រកចេញធ្វើសឹកនឹងការឈ្លានពានពីសៀមផងជាច្រកពាណិជ្ជកម្មដោយសំខាន់ជាមួយសៀមផងច្រកអានសេះស្ថិតនៅក្នុងភាគខាងជើងស្រុកជុំសានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រលើភ្នំដងរែកជួបព្រំប្រទល់ខេត្តឧបលប្រទេសថៃរូបសំណាក់តាអ៊ំដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់សឹករងព្រះវិហារក្បែរមួតច្រកទ្វារក្នុងទឹកដីកម្ពុជាហើយកន្លងទៅទាហានសៀមតែងតែចោទខ្មែរថាបានសាងសង់រំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាហេតុនេះទើបយោធាសៀមតែងតែចង់វាយកំទេចរូបសំណាក់លោកតាអ៊ំនេះក្នុងចំនួន2លើកកាលពីថ្ងៃទី24-28 ខែកក្កដានិងថ្ងៃទី7-27 ខែធ្នូឆ្នាំ2025កន្លងមកនេះ